ជំរាបសួរក៏ដូចជាសួស្តីម្នាក់ស្ដាប់ជាទីរាប់អានថ្ងៃនេះខ្ញុំមកសម្រាយរឿងស្រមោលនៅក្រោយខ្នងដែលជាភាគទី5ជាបន្តសូមរីករាយសម្ដាប់ដូចតទៅរទ្ធីអង្គុយនៅក្នុងឡានចាស់របស់គេដែលចតនៅជ្រុងងងឹតមួយនៃផ្លូវដង្ហើមរបស់គេនៅតែដង្ហក់ហើយញើសត្រជាក់នៅតែហូរស្រក់តាមជើងសក់បុរសឈុតខ្មៅម្នាក់នោះជាអ្នកណាហើយហេតុអ្វីបានជាគេដឹងថារទ្ធីមានកូនសោនេះរទ្ធីលើកូនសោដៃច្រេះមកមើលម្ដងទៀតឥឡូវនេះគេដឹងហើយថាវាមិនមែនគ្រាន់តែជាកូនសោបុរាណធម្មតាទេវាគឺជាសាលដីកាសម្រាប់ឬសាលដីកាដោះលែងសម្រាប់រូបគេត្រូវស្វែងរកប្រអប់ដែកនោះឲ្យឃើញតាមរយៈការស្រាវជ្រាវកាលពីភាគមុនប្រអប់ដែកដែលត្រូវបានរកឃើញនៅក្នុងភ្នក់ភ្លើងត្រកូលវ៉ាន់ត្រូវបានបញ្ជូនទៅរក្សាទុកនៅក្នុងឃ្លាំងភស្តុតាងចាស់នៃអធិការដ្ឋាននគរបាលស្រុកដែលបច្ចុប្បន្នត្រូវបានគេបោះបង់ចោលនិងប្រើសម្រាប់តែទុកឯកសារដែលមិនទាន់ដោះស្រាយបើខ្ញុំទៅទីនោះខ្ញុំប្រកាសជាបានជួបបុរសម្នាក់នោះម្ដងទៀតរទ្ធីគិតក្នុងចិត្តទៅចុះខ្ញុំនឹងនៅក្បែរឯងសំឡេងខ្សឹបដ៏ត្រជាក់លាន់ឡើងចេញពីកៅអីខាងក្រោយឡានរទ្ធីងាកមើលតាមកញ្ចក់មើលក្រោយស្រមោលខ្មៅនោះអង្គុយនៅទីនោះមែនប៉ុន្តែលើកនេះរូបរាងវាកាន់តែច្បាស់វាគឺជាបុរសម្នាក់ដែលមានភ្នែកពោពេញដោយភាពឈឺចាប់រទ្ធីលែងមានអារម្មណ៍ខ្លាចស្រមោលនោះដូចមុនទៀតហើយផ្ទុយទៅវិញគេមានអារម្មណ៍ថាស្រមោលនេះគឺជាមគ្គុទ្ទេសក៍របស់គេរទ្ធីបើកឡានសម្ដៅទៅកាន់អធិការដ្ឋានចាស់អគារនោះមើលទៅគួរឲ្យខ្លាចខ្លាំងណាស់នៅពេលយប់ជញ្ជាំងដែលប្រេះស្រាំនិងវល្លិដែលរុំព័ទ្ធធ្វើឲ្យវាមើលទៅដូចជាផ្ទះខ្មោចលងរទ្ធីលួចចូលតាមរបងខាងក្រោយរួចដើរសម្ដៅទៅកាន់បន្ទប់រក្សាទុកភស្តុតាងក្នុងបន្ទប់ដែលធំក្លិនផ្អូមនិងដីហុយរទ្ធីបញ្ចាំងពិលរុះរកតាមធ្នើដែកនីមួយទីបំផុតគេក៏បានឃើញប្រអប់ដែកតូចមួយដែលមានស្នាមឆេះខ្មៅដាក់នៅជ្រុងខាងក្រោមនៃធ្នើចុងក្រោយបេះដូងរបស់គេលោតញាប់គេលើកប្រអប់នោះដាក់លើតុរួចទាញកូនសោចេញពីហោប៉ៅក្រឹបកូនសោត្រូវនឹងរុនសោយ៉ាងល្អឥតខ្ចោះរទ្ធីបង្វិលកូនសោយឺតទ្វារប្រអប់ដែកក៏របើកឡើងនៅខាងក្នុងនោះមិនមែនជាមាសប្រាក់ឬត្បូងពេជ្រទេប៉ុន្តែវាគឺជាម៉ាស៊ីនថតសំឡេងតូចមួយនិងបញ្ជីឈ្មោះមនុស្សមួយចំនួនរទ្ធីចុចប៊ូតុងស្ដាប់សំឡេងនៅក្នុងម៉ាស៊ីននោះភ្លាមលោកអធិការអ្នកមិនអាចធ្វើបែបនេះបានទេគ្រួសារត្រកូលវ៉ាន់មិនបានធ្វើអ្វីខុសទេប៉ុន្តែគេគ្រាន់តែដឹងរឿងដែលលោកពុករលួយប៉ុណ្ណោះបើលោកដុតផ្ទះពួកគេលោកនឹងក្លាយជាឃាតករសំឡេងក្នុងម៉ាស៊ីនថតគឺជាសំឡេងរបស់រទ្ធីកាលពី10ឆ្នាំមុនហើយសំឡេងតបមកវិញគឺជាសំឡេងដែលរទ្ធីស្គាល់យ៉ាងច្បាស់រទ្ធីអើយឯងនៅក្មេងណាស់ក្នុងលោកនេះអ្នកដឹងច្រើនត្រូវតែស្លាប់ឯងក៏ដូចគ្នាបើឯងមិនព្រមជួយយើងបិទរឿងនេះទេឯងនឹងក្លាយទៅជាអ្នកបន្ទាប់រទ្ធីញ័រដៃទាំងស្រុងសំឡេងនោះគឺជាសំឡេងរបស់ពូសានបុរសដែលគេទុកចិត្តបំផុតជាអ្នកដែលគេទើបតែទៅជួបកាលពីម្សិលមិញរំពេចនោះពន្លឺពិលមួយបានជះមកលើមុខរបស់រទ្ធីបុរសឈុតខ្មៅដែលតាមប្រមាញ់គេបានឈរនៅមាត់ទ្វារគេដោះមួកចេញបង្ហាញឲ្យឃើញផ្ទៃមុខគឺពិតជាពូសានមែនប៉ុន្តែលើកនេះគាត់មិនមែនជាពូសានដែលចិត្តល្អទេគឺជាឃាតករឈាមត្រជាក់ឯងរកឃើញវាហើយមែនទេរទ្ធីពូសាននិយាយទាំងញញឹមគួរឲ្យខ្លាច10ឆ្នាំមុនយើងធ្វើឲ្យឯងបាត់បង់ការចងចាំដើម្បីទុកជីវិតឲ្យឯងប៉ុន្តែឯងបែរជាមិនព្រមឈប់ស្រមោលដែលតាមឯងវាមិនមែនជាខ្មោចទេតែវាគឺជាវិញ្ញាណវិបដិសារីរបស់ឯងដែលចង់ឲ្យឯងស្លាប់ដើម្បីបញ្ចប់រឿងនេះរទ្ធីដកថយក្រោយរហូតទាល់តែខ្នងប៉ះនឹងជញ្ជាំង
ក្នុងដៃរបស់ពូសានមានកាំភ្លើងដែលត្រៀមនឹងបាញ់រទ្ធីក្រឡេកមើលទៅក្បែរពូសានគេឃើញស្រមោលខ្មៅនោះឈរក្បែរឃាតកររួចសម្លឹងមកគេដោយខ្សែភ្នែកដែលប្រាប់ថាដល់ពេលដែលត្រូវតតាំងហើយជាចុងក្រោយក៏សូមអរគុណដល់មិត្តអ្នកស្ដាប់ដែលបានចំណាយពេលដ៏មានតម្លៃស្ដាប់នៅការសម្រាយភាគទី5នេះរហូតដល់ចប់សូមរងចាំស្ដាប់នៅភាគទី6ជាបន្តទៀតសូមអរគុណនិងសូមជម្រាបលា